វឹកហាត់ខ្លួនឯងឲ្យអាចคล้ายទៅជាមិត្តជិតស្និទ្ធរបស់ខ្លួនឯងវឹកហាត់ខ្លួនឯងឲ្យអាចคล้ายទៅជាមិត្តសម្លាញ់របស់ខ្លួនឯងឲ្យបានព្រោះចុងក្រោយអ្នកដែលនៅជាមួយអ្នកច្រើនបំផុតគឺមានតែខ្លួនអ្នកនឹងហើយចូលលួងលោមខ្លួនឯងឲ្យបាននៅពេលដែលអ្នកយំចូលផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងឲ្យបាននៅពេលដែលអ្នកគ្មានអ្នកណាឲ្យកម្លាំងចិត្តអ្នកពិតណាស់អ្នកអាចនឹងមានមិត្តភក្តិឬបងប្អូនច្រើនតែមែនតែនមានតែអ្នកម្នាក់គត់ដែលអាចយល់ពីខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ដូច្នេះចូលវឹកហាត់មើលថែខ្លួនឯងលួងលោមខ្លួនឯងនិងយល់ពីខ្លួនឯងឲ្យបានហើយអ្នកនឹងមិនមានអារម្មណ៍ឯកាហើយអ្នកនឹងមិនមានអារម្មណ៍កណ្ដោយកណ្ដែងព្រោះតែអ្នកមានខ្លួនឯងជាចំហ